សុខភាពយើងនេះវារងឥទ្ធិពលទី1អាហារលោកហៅថាអាហារសមុទ្ឋានបើយើងញ៉ាំអាហារធំត្រូវសុខភាពល្អទី2អាកាសធាតុឧតុសមុទ្ឋានបើយើងនៅកន្លែងអាប់អួរបន្ទប់បិទជិតឈឹងខ្វះអុកស៊ីសែនអីឆាប់ stress ហ่ะអញ្ចឹងតើអាសាបើកទ្វារបើកពង្អួចឲ្យបានខ្យល់អាកាសត្រឹមត្រូវទី3តកតងនឹងចិត្តរបស់យើងចិត្តសមុទ្ឋានបើបុគ្គលនឹងមួម៉ៅច្រើន stress ច្រើន sad ច្រើនអញ្ចឹងណាអានឹងអាចធ្វើឲ្យរាងកាយនឹងងាយនឹងទ្រុឌទ្រោមឆាប់ឆេវឆាវមួម៉ៅឈឺច្រើនឈឺអត់ដឹងមុខពេទ្យពិនិត្យអត់ឃើញទេហ្នឹងសារផ្លូវចិត្តរបស់យើងអត់ល្អវាឈឺគ្រប់មុខហ្មងទី4សុខភាពយើងក៏តកតងនឹងកម្មចាស់ដែរលោកហៅថាកម្មសមុទ្ឋានអ្នកណាធ្លាប់វាយទាត់ធាក់គេកើតមកជាតិនឹងឈឺច្រើនមើលឃើញហ្នឹងអ្នកណាធ្លាប់ជួយសង្គ្រោះអ្នកដទៃឲ្យបានរួចផុតពីទុក្ខទោសគ្រោះថ្នាក់អ្នកនឹងសុខភាពល្អអាយុវែងឬក៏យើងភាសាធម៌ហៅថាជាអ្នករក្សាសិលអត់បៀនជីវិតអ្នកដទៃអញ្ចឹងណាអញ្ចឹងកម្មចាស់យើងកែបានទេប៉ុន្តែកម្មថ្មីយើងកែបានតកតងនឹងអាហារមួយតកតងនឹងបរិស្ថានរស់នៅ2តកតងនឹងផ្លូវចិត្តនេះ3អញ្ចឹងណាអញ្ចឹងបើយើងចង់ឲ្យសុខភាពយើងល្អរៀនរក្សាទាំង3ហ្នឹងហើយកម្មចាស់យើងអាហ្នឹងត្រូវទទួលឲ្យទោះជារត់ទៅណាក៏រត់មិនរួចដែរប៉ុន្តែឃើញរឿងមួយតកតងនឹងផ្លូវចិត្តរងថ្ងៃនេះបងប្អូនមកទាំងអស់មានយកចិត្តមកជាមួយទេហើយលោកភ្លេចទុកនៅឯផ្ទះហើយមកតកាយអីមានភាសារបស់ចិនប៉ុន្តែគេប្រែទៅគេថា wherever you go be there ដូចថាបើទៅណាយកពលឹងទៅផងអញ្ចឹងណាកុំឲ្យទៅតែខ្លួនអញ្ចឹងណាតែអ្នកខ្លះអង្គុយរៀងភ្លឹកភាំងសើធ្លាប់ជួបហ៎ណាអានឹងមានន័យថាបើភាសាធម៌លោកហៅថាស្មារតីអត់នៅនឹងខ្លួនកាលណាយើងបដោយចិត្តឲ្យចាក់ចេញពីខ្លួននេះយូរទៅคล้ายទៅជាមនុស្សភាំងហើយឆាប់ឆេវឆាវហើយឆាប់ stress មានរឿងអីតិចគិតតិច stress ហើយធ្វើឲ្យអាការផ្ចង់អារម្មណ៍ហ្នឹងអត់បានយូរតិចវាបែកហ្មងអានឹងដោយសារយើងពលឹងអត់សូវនៅនឹងខ្លួននិយាយភាសាស្រួលអញ្ចឹងណាបើភាសាធម៌ហៅថាស្មារតីអត់សូវនៅនឹងខ្លួនអញ្ចឹងយើងយល់ពីអត្តន័យរបស់ចិត្តបន្តិចចិត្តន័យមួយថាតោងនៅអារម្មណ៍ក្នុងន័យអភិធម្មមានន័យថាឲ្យទៅបើកភ្នែកបើកត្រចៀកវាតោងរហូតអាហ្នឹងហើយវាអត់ចេះប្រកាន់ថាអារម្មណ៍ហ្នឹងល្អឬអាក្រក់ឲ្យវាតោងស្ទះតែយើងអ្នកឲ្យវាដឹងតែយើងបើកទ្វារឲ្យអារម្មណ៍ណាឲ្យចិត្តយើងបានដឹងបើអ្នកនឹងមានការអប់រំល្អទទួលយកអារម្មណ៍ល្អទៅឧទាហរណ៍ថាមើលរឿងក៏មើលរឿងអប់រំមើលសភៅនាំឲ្យកើតចំណេះដឹងបើអ្នកដែលអត់បានអប់រំមើលគេជេរគ្នាអាចិត្តក៏វាតោងដែរ